ប្រដាល់គ្រឿងទុនថ្មីនេះដើម្បីសាទរបាទសង្គ្រាមឆ្នាំថ្មីឆ្នាំ2025ទីទីក្រុងទិសខេត្តកំពង់ធំរវាងមកពីអង្គគុណខ្មែរសូរិយាមេឃីមកគោជាមកពីប្រទេសឡាវអនន្តសាតែជើងក្រោមរបស់មេឃីមួយសិនអូបាទក្នុងនោះផងដែរបាទសម្រាប់មេឃីបាទការប្រកួតលើកចុងក្រោយរបស់គេបាទដូចជាចាញ់បន្ទុកបាទតែក៏មិនមានហើយនេះចាំមើលដល់ការប្រកួតបាទចំនួនអន្តរជាតិមកពីប្រទេសឡាវរបស់គេថ្ងៃនេះអាចយកជ័យជំនះបានឬយ៉ាងណាហើយបានដោយប្រភេទណាមិនដឹងពីប្រទេសទុនជួយបានទីទីខ្លះទាំងគ្នាចូលញ៉ាំឲ្យទៀតដាក់ផ្នែកតាមជាប់លេអូเนี่ยមួយពីអនន្តសាเนี่ยតែចូលលូឆ្វេងខាងតាមរបស់ពុទ្ធកម្មវិធីរុញជើងអត់គាត់មិនជឿស្រាមអនន្តសា